សូមគោរពអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំមានសាច់រឿងដ៏រន្ធត់មួយទៀតហើយមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាជាទីសន្តាប់ហើយសាច់រឿងនេះដែរគឺខ្ញុំបានមកពីពូទិតដែលពូទិតគាត់បានជួបហេតុការណ៍មួយដ៏អាក្រក់សម្រាប់គាត់ពូទិតគាត់បាននិយាយថាកាលឆ្នាំ2000កាលនោះគាត់គឺជាអ្នកដើររាំធុងបាសនៅតាមភូមិពូទិតឲ្យតែលឺធុងបាសនៅទីណាគាត់តែងតែនាំមិត្តភ័ក្តិរបស់គាត់មួយក្រុមដើរទៅភូមិនោះហើយពេលខ្លះអ្នកភូមិក៏បានដេញវាយគ្នាទៀតនោះដោយសារតែពួកគាត់រាំឌឺដាក់គ្នាពុកម៉ែបងប្អូនប្រហែលជាធ្លាប់ដឹងហើយថាការជំនាន់មុនគឺជំនាន់រាំធុងបាសបើសិនជាមានធុងបាសនៅភូមិផ្សេងកំឡោះឬក៏ស្ទាវតែងតែនាំគ្នាទៅរាំធុងបាសនោះឯងនៅថ្ងៃមួយពូទិតគាត់ក៏បានទៅបបួលពូក្តីឲ្យទៅរាំធុងបាសជាមួយគាត់តែផ្ទះពូទិតគឺនៅចុងភូមិចំណែកផ្ទះពូក្តីគឺនៅដើមភូមិដូច្នេះហើយគាត់ត្រូវតែធ្វើដំណើរពីផ្ទះគាត់មកផ្ទះពូក្តីពេលដែលពូទិតបានមកបបួលពូក្តីទៅរាំធុងបាសពេលនោះពួកគាត់ទាំងពីរនាក់នេះហើយគឺជាមិត្តស្លាប់រស់ទោះជាមានរឿងអ្វីក៏ដោយក៏ពួកគាត់មិនដែលរត់ចោលគ្នាដែរកង់កញ្ចាស់របស់ពូទិតមួយតែងតែបោះពួយទៅភូមិអ្នកផ្សេងដើម្បីបានរាំធុងបាសនោះឯងតែពូទិតមិនគិតរាំធុងបាសនោះទេគាត់គិតតែដើរមើលស្រីតែប៉ុណ្ណោះដោយពូក្តីជាដើមបានតែទៅមើលស្រីតែប៉ុណ្ណោះទេមិនដែលចូលរាំធុងបាសឡើយព្រោះខ្លាចគេវាយនោះឯងកាលនោះឲ្យតែមានធុងបាសនៅភូមិណាគឺមានមុខពួកគាត់ហើយកាលនោះមិនសូវជាមានទូរស័ព្ទទំនើបប៉ុន្មាននោះទេក៏ប៉ុន្តែគាត់ដឹងដំណឹងលឿនណាស់ថាកន្លែងណាមានធុងបាសនៅថ្ងៃមួយនៅក្នុងភូមិក៏ស្រាប់តែមានមនុស្សចាស់គាត់បានស្លាប់នៅក្នុងភូមិពេលនោះក៏ឮមីក្រូឡើងត្រហឹងនោះគឺជាលោកយាយសំដែលលោកយាយសំគាត់បានឈឺជាយូរឆ្នាំណាស់មកហើយគាត់ទៅពេទ្យរាប់ខែទើបតែត្រឡប់មកវិញពេលនោះពេទ្យគេមើលមិនជានេះឯងពេលដែលយកមកផ្ទះវិញប្រហែលជាមួយអាទិត្យយាយសំគាត់ក៏បានស្លាប់បាត់ទៅពេលដែលយាយសំស្លាប់ពេលនោះអ្នកភូមិទាំងអស់ក៏បាននាំគ្នាមកជួយបុណ្យរបស់គាត់នេះឯងសម័យនោះមានបុណ្យខ្មោចមួយអ្នកភូមិតែងតែមកកំដរពេញរោងតែម្ដងពេលនោះកម្មពិធីបុណ្យក៏បានចាប់ផ្ដើមចំណែកអ្នកភូមិក៏បានមកចូលរួមអ៊ូអរដែរអ្នកខ្លះក៏បានរៀបចំបបរចំណែកឯអ្នកខ្លះទៀតក៏រៀបចំកៅអីចំណែកឯអ្នកខ្លះទៀតក៏បានធ្វើរោងនិយាយរួមទៅអ្នកភូមិតែងតែជួយស្រោះដៃគ្នាណាពិធីបុណ្យសពមួយក៏បានបង្កើតឡើងពេលនោះគឺជាពេលយប់អ្នកភូមិព្រមទាំងពូទិតព្រមទាំងពូក្តីក៏បានមកកំដរសពពេលដែលពួកគាត់មកកំដរសពនោះពួកគាត់តែងតែមកលេងបៀមកកំដរសពនេះឯងម៉ោង1ម៉ោង2យប់ទើបគាត់ត្រឡប់ទៅផ្ទះវិញមានអ្នកភូមិខ្លះទៀតក៏អង្គុយវាយបៀឯអ្នកភូមិខ្លះទៀតចាស់គាត់អង្គុយផឹកចំណែកឯមួយចំនួនទៀតគឺកំពុងតែអង្គុយពិភាក្សាគ្នាផ្សេងកាលនោះមិនសូវជាមានរោងទំនើបនោះទេគឺមានតែប៉ែតង់តែប៉ុណ្ណោះធ្វើជារោងនោះពេលវេលាក៏បានមកដល់ហើយគេក៏បានបូជាសពយាយសំពេលដែលគេបូជារួចរាល់ពួកគាត់ប៉ុន្មាននាក់ក៏ចាប់ផ្ដើមនាំគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនចំណែកឯពូទិតនិងពូក្តីពួកគាត់ទាំងពីរនាក់ក៏បានបែកផ្លូវគ្នាទៅផ្ទះសម្រាប់រៀងខ្លួនទៅចំណែកឯកម្មពិធីបុណ្យនោះពេលព្រឹកឡើងក៏បានបញ្ចប់ពេលដែលបុណ្យបានបញ្ចប់រួចរាល់អ្នកភូមិទាំងអស់ក៏នាំគ្នាត្រឡប់ទៅផ្ទះចំណែកឯគ្រួសារនៃសពគឺនៅតែផ្ទះអង្គុយកំដររោងនោះឯងអ្នកភូមិអ្នកស្រុក
តែងតែសួរនាំគ្រួសារនៃសពនិងជួយលំលែកទុក្ខជារឿយៗនោះព្រលឹងបានមួយថ្ងៃផ្ទះនៃសពក៏មិនទាន់មានរឿងហេតុការណ៍អ្វីឡើយពេលនោះពុទ្ធិតគាត់ក៏បានដំណឹងថាមានធុងបាសការគេនៅឯខាងបងភូមិពេលនោះពុទ្ធិតគាត់ក៏បានមកផ្ទះបងក្តីដើម្បីបបួលបងក្តីទៅរំធុងបាសនៅយប់នេះហើយក៏ទៅមើលស្រីដែរបងក្តីគ្រាន់តែលឺធុងបាសពួកគាត់ទាំងពីរនាក់នេះក៏បានយល់ព្រមភ្លាមលុះពេលយប់ឡើងពួកគាត់ទាំងពីរនាក់ក៏ចាប់ផ្ដើមឆ្លៀកពាក់ស្អាតពាក់ស្បែកជើងថ្មីម៉ូតសក់ក៏ស្អាតរួចហើយពុទ្ធិតគាត់ក៏បានដើរសម្ដៅពីផ្ទះមកផ្ទះបងក្តីម៉ោងប្រហែលជា7ពុទ្ធិតគាត់ក៏បានចាប់ផ្ដើមចេញពីផ្ទះដើរសម្ដៅមកផ្ទះពួកក្តីពេលនោះពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នារៀបចំខ្លួនរួចរាល់ចំណែកឯពួកក្តីក៏បានរៀបចំខ្លួនហើយដែរមើលទៅការសម័យនោះសម្បីតែមានខោកបើយមួយអាវដៃខ្លីស្បែកជើងឃ្លុបមើលទៅក៏ស្ទាវណាស់ដែរពេលនោះពួកក្តីគាត់ក៏បានទាញកង់កញ្ចាស់របស់គាត់មួយហើយក៏បានបោះពួយដប់ពុទ្ធិតដើម្បីទៅរោងការនោះពេលដែលពុទ្ធិតនិងពួកក្តីទៅដល់រោងការនោះភ្លាមស្ទាវនៅក្នុងភូមិនោះក្មេងៗចាស់តែងតែនាំគ្នាចូលរួមយ៉ាងសប្បាយចំណែកឯពុទ្ធិតវិញគាត់មិនបានចូលរួមនោះទេគាត់ដើរតែកលឹងរោងតែប៉ុណ្ណោះដើម្បីមើលស្រីស្អាតចំណែកឯបងក្តីក៏បានរួមបាន 4-5 បទហើយក៏ចេញមកវិញពេលនោះយប់ក៏ចាប់ផ្ដើមជ្រៅទៅពួកគាត់ទាំងពីរនាក់ក៏បានត្រឡប់មកពីកន្លែងរួមធំបាសវិញពេលនោះគាត់ក៏បាននិយាយថាណែអាទិត្យមកល្មមទៅផ្ទះហើយវើយព្រោះថាមេឃវាយប់ហើយចំណែកឯពុទ្ធិតវិញគាត់មិនចង់មកនោះទេព្រោះគាត់ជួបមើលស្រីរួមនោះឯងពេលដែលបងក្តីហៅពី3ដងទើបគាត់ដឹកដៃពុទ្ធិតមកផ្ទះនេះឯងពេលនោះពុទ្ធិតគាត់ក៏បាននិយាយថាណែបញ្ញាប់ទៅណាគេមិនតន់ចប់ធុងបាសផងពេលនោះពួកក្តីគាត់ក៏បាននិយាយថាមកម៉ោងច្រើនហើយវើយជិះកង់ទៅតាមផ្លូវផងប្រយ័ត្នចោលលួចទៅពេលនោះពួកគាត់ក៏បាននិយាយគ្នាមួយសន្ទុះហើយគាត់ក៏បានត្រឡប់មកវិញពេលដែលត្រឡប់មកផ្ទះវិញបងក្តីត្រូវបានឲ្យពុទ្ធិតដប់ពេលនោះក៏ពុទ្ធិតដប់រហូតដល់ផ្ទះពេលនោះគាត់ក៏បាននិយាយគ្នាតាមផ្លូវថានិយាយពីរឿងស្រីស្អាតមួយចេះមួយទៅនាំគ្នាសោចទិលយូរក៏បានជិះកង់មកដល់ផ្ទះពេលដែលដល់ផ្ទះបងក្តីពុទ្ធិតគាត់ក៏បាននិយាយថាណែអាក្តីអញទៅផ្ទះសិនហើយវើយចាំមើលស្អែកបើសិនបានដំណឹងថាមានធុងបាសនៅឯណាទៀតចាំយើងទៅទៀតអញ្ចឹងយើងទៅហើយពេលនោះបងក្តីក៏បាននិយាយថាឲ្យគ្នាជូនទៅអត់មិនជិះកង់ទៅវើយឆាប់ដល់ផ្ទះតែពុទ្ធិតគាត់បាននិយាយថាយេជូនទៅស្អីបើឯងដល់ផ្ទះហើយចូលផ្ទះទៅចាំយើងដើរមកផ្លែទៅដល់ហើយពេលនោះបងក្តីគាត់ក៏បាននិយាយថាអញ្ចឹងក៏បានដែរប្រយ័ត្នផងវើយប្រយ័ត្នឆ្កែដេញខាំពេលនោះពុទ្ធិតគាត់ក៏បាននិយាយថាទៅខ្លាចអីឆ្កែនោះសំបីតែខ្មោចអញមិនខ្លាចផងពេលនោះពុទ្ធិតគាត់ក៏បានកាន់ដំបងអាស័យមួយដើរទៅតាមផ្លូវពេលដែលគាត់ធ្វើដំណើរទៅតាមផ្លូវនោះបាននិយាយអំពីឆ្កែវិញគឺព្រោះគាត់រហូតពេលដែលគាត់ដើរទៅតិចស្រាប់តែពេលនោះគាត់ក៏បានដើរដល់ផ្ទះលោកយាយសំដែលគាត់ទើបតែស្លាប់រួចពេលនោះឆ្កែក៏ចាប់ផ្ដើមលូនៅមុខផ្ទះលោកយាយសំនឹងតែម្ដងពេលដែលពុទ្ធិតបានដើរទៅដល់នោះគាត់ក៏បានសម្លឹងមើលទៅផ្ទះលោកយាយសំពេលនោះគាត់ក៏បានឃើញអ្វីសស្ទង់នៅកន្លែងកម្មសណ្ដើរពេលដែលឃើញអ្វីសនៅកន្លែងកម្មសណ្ដើររួចគាត់ក៏បានសម្លឹងមើលកាន់តែសម្លឹងអ្វីដែលសនោះកាន់តែច្បាស់ទៅពេលនោះគាត់ក៏បានឃើញថានោះគឺជាលោកយាយសំ
គ្រាន់តែគាត់ឃើញបែបនេះភ្លាមលោកយាយសំគាត់ក៏បានរត់ឡើងទៅលើដើមដូងតែម្ដងពេលដែរពូទិតបានឃើញលោកយាយសំកំពុងតែឡើងដើមដូងបែបនេះគាត់ក៏បានរត់ចេញទៅតែពេលនោះគាត់រត់មិនរួចសោះពេលនោះស្រាប់តែលោកយាយសំគាត់ក៏បានទម្លាក់ក្បាលចុះមកពីលើដើមដូងពេលដែលទម្លាក់ក្បាលចុះមកពីលើដើមដូងពូទិតគាត់ក៏បានភ័យហងស្រែកផងពេលនោះគាត់ស្រែកខ្លាំងធ្វើឲ្យអ្នកភូមិនៅគៀកនោះក៏បានរត់មកឈូឆរពេលដែលអ្នកភូមិបានរត់មកឈូឆរពេលនោះគេក៏បានសួរថាណែតើឯងកើតអីបានជាស្រែកអាឡែឡូពេញហ្នឹងពេលនោះពូទិតគាត់ក៏បាននិយាយថាពូជួយខ្ញុំផងខ្មោចជាសំលើងខ្ញុំពូខ្មោចជាសំលើងខ្ញុំពេលនោះអ្នកភូមិក៏បាននាំគាត់ទៅផ្ទះទៅពេលដែលគាត់ទៅដល់ផ្ទះពូទិតគាត់ចាប់ផ្ដើមញ័រដៃញ័រជើងគាត់ភ័យរន្ធត់ខ្លាំងពេកពេលនោះអ្នកភូមិសួរអ្វីក៏គាត់មិនចង់ឆ្លើយនោះដែរព្រោះគាត់ភ័យខ្លាចខ្លាំងពេកពេលដែលទៅដល់ផ្ទះគាត់ក៏បាននិយាយរៀបរាប់ថាពេលដែលអ្នកភូមិជូនគាត់ទៅដល់ផ្ទះពេលនោះអ្នកភូមិក៏បានសួរគាត់ថាណែអាទិត្យតើឯងមានរឿងអីបានជាស្រែកសាស្លន់នៅមុខផ្ទះជាសំបែបនេះតើឯងបានឃើញអ្វីមែនទេពេលនោះពូទិតគាត់ក៏បាននិយាយថាមែនហើយពូខ្ញុំបានឃើញយេសំពេលនោះខ្ញុំបានដើរមកពីផ្ទះអាក្តីទើបតែមករំទងបាសនោះឯងពេលដែលខ្ញុំបានដើរមកផ្ទះដល់មុខផ្ទះយេសំខ្ញុំក៏បានងាកមើលទៅផ្ទះយេសំស្រាប់តែពេលនោះខ្ញុំបានឃើញស្រមោលស្ទង់នៅកន្លែងកម្មសណ្ដើពេលដែលខ្ញុំសម្លឹងមើលយូរស្រាប់តែពេលនោះស្រមោលសនោះស្រាប់តែស្ទុះឡើងលើដើមដូងតែម្ដងស្រមោលសនោះមិនមែនឡើងដៃមុននោះទេគឺគេយកជើងឡើងមុនចំណែកឯក្បាលវិញគេទម្លាក់មកខាងក្រោមខ្ញុំភ័យខ្លាំងពេកទើបខ្ញុំស្រែកបែបនេះទៅហើយខ្ញុំក៏សូមអរគុណលោកពូអ្នកមីងដែរដែលបានរត់មកមើលខ្ញុំពេលនេះខ្ញុំភ័យខ្លាំងណាស់លោកពូអើយពេលនោះអ្នកភូមិមួយចំនួនគាត់ក៏បាននិយាយថាហើយឯងប៉ិនដើរលេងយប់ពេកអញ្ចឹងហើយទើបយេសំគាត់លើងឯងនឹងណាណែបើថានេះទេឲ្យឪឯងស្រោចទឹកឲ្យបន្តិចទៅពេលនោះពូទិតគាត់ក៏បានឲ្យឪពុករបស់គាត់ស្រោចទឹកឲ្យចំណែកឯឪពុករបស់គាត់ក៏បានស្រោចទឹកឲ្យពូទិតទៅពេលនោះឪពុករបស់ពូទិតក៏បាននិយាយថាណែអាទិត្យចាំពីថ្ងៃហ្នឹងទៅឈប់ដើរលេងយប់កូនព្រោះថាបើឯងដើរលេងយប់ប្រកាសណាគេនឹងតាមលើងឯងទៀតពេលនោះពូទិតគាត់ក៏បាននិយាយថាខ្ញុំឈប់ហើយឪខ្ញុំឈប់ដើរលេងហើយចាប់ពីថ្ងៃនេះទៅខ្ញុំឈប់ដើរលេងយប់ទៀតហើយខ្ញុំខ្លាចណាស់ពូទិតតាំងពីយេសំលើងគាត់នឹងមកគាត់លែងដើររំធុងបាសសំបីតដើរទៅណាពេលយប់ក៏លែងដែរទោះបងក្តីមកហៅគាត់ទៅលេងរំធុងបាសក៏ដោយក៏គាត់លែងទៅដែរហើយចំណែកសាច់រឿងរបស់លោកពូទិតក៏សូមតែចប់ត្រឹមនេះអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានសាច់រឿងមួយនេះបើសិនជាខ្ញុំសម្រេចទៅខុសត្រូវត្រង់ណាសូមពុកម៉ែខន្តីអភ័យទោសដល់ខ្ញុំផងបាទសូមអរគុណសូមជម្រាបលា